ជាធម្មតានៅពេលដែលយើងហត់នឿយឬមួយក៏ស្មុគស្មាញជាមួយនឹងការងារផ្សេងយើងតែងតែនាំគ្នាទៅមើលគុនក្នុងរោងដើម្បីកម្សាន្តអារម្មណ៍ហើយត្រូវអត់តែនៅថ្ងៃនេះខ្ញុំចង់ណែនាំបងប្អូនទាំងអស់គ្នាឲ្យស្គាល់ពីរោងគុនពិសេសមួយដែលបានបង្កើតឡើងដោយធម្មជាតិដែលកៅអីផុសយើងនឹងគឺជាផ្ទាំងថ្មដ៏ធំរីឯអេក្រង់វិញគឺជាវាលនៅក្នុងភ្នំតូចធំនៃឧទ្យានជាតិជួរភ្នំក្រវាញជាមួយនឹងខ្យល់ធម្មជាតិដែលប្រៀបបានទៅនឹងម៉ាស៊ីនត្រជាក់គឺថាពិតជាអស្ចារ្យមែនទែនដែលមិនសូវមានអ្នកទេសចរណាបានធ្វើដំណើរទៅដល់នោះទេហើយនេះក៏ជាការធ្វើដំណើរចុងក្រោយនៃបេសកកម្ម5ថ្ងៃឡើងទៅលើឧទ្យានជាតិជួរភ្នំក្រវាញរបស់យើងដែលយើងនឹងបន្តដំណើរឆ្លងកាត់តាមបណ្ដោយជួរភ្នំមួយនោះឆ្ពោះទៅកាន់គោលដៅទេសចរលាក់ខ្លួនជាច្រើនកន្លែងផ្សេងទៀតដើម្បីផ្ដិតយកជាខ្សែអាត់វីដេអូនៃសម្រស់របស់វាចែកជូនបងប្អូនទាំងអស់គ្នាទស្សនាដូចនេះកុំឲ្យបងប្អូនទាំងអស់គ្នាចាំយូរតោះយើងចាប់ផ្ដើមជិះដំណើរទៅមើលគុនធម្មជាតិលើពើពីដានទាំងអស់គ្នាដំណើររបស់យើងនៅព្រឹកហ្នឹងគឺចាប់ផ្ដើមបន្ទាប់ពីយើងបាននាំគ្នាឡើងទៅមើលទេសភាពនៅលើពយក្នុងសបាយហើយក៏បានជួបនឹងពស់វែកក្របីដ៏ធំមួយក្បាលដែលអ្វីទាំងអស់នេះអាចរាប់បានថាជាប្រផ្នូលអ្វីមួយដែលបើសិនជាយើងគិតពីជំនឿអរូបីបងប្អូនទាំងអស់គ្នាហើយបើចង់ដឹងថារឿងនោះវាយ៉ាងណាវិញតោះយើងចូលស្ដាប់ខ្ញុំរៀបរាប់ដោយផ្ទាល់នៅពេលនោះទាំងអស់គ្នាប៉ុន្តែឥឡូវនេះប្រហែលជាខ្ទង់ម៉ោង 2:10 ហើយបើមើលពីសភាពរបស់ក្នុងសបាយវិញគឺមេឃបិទទៀតហើយបងប្អូនទាំងអស់គ្នាអញ្ចឹងនេះខ្ញុំគិតថាវាអាចជារឿងជំនឿមួយទីចុះដែលខ្ញុំនិយាយតិចតួចព្រោះថាមុនផឹកឡើងមើលវីដេអូមុនគឺយើងមិនសុំត្រូវទេគ្នាខ្ញុំមានបានសុំថាអូខេយើងលេចយើងបានឃើញតែផ្លេថា1ម៉ោងក៏អស់ចិត្តដែរអញ្ចឹងយើងនិយាយប្រាប់ទៅអញ្ចឹងបន្ទាប់មកក៏មេឃស្លាស់ថេងយើងអាចមើលបានស្អាតហើយគ្រាន់តែពេលនោះម៉ោង 10 គូតតែម្ដងខ្ទង់ 9:50 អីគឺយើងចាប់ដើមឃើញពស់វែកដបោកពស់វែកក្របីមួយដែលយើងបានថតហ្នឹងណាដូចអ្នកតាគាត់ថែរក្សានៅនឹងគាត់ចាប់ដើមដេញពួកយើងថាអូខេ1ម៉ោងក៏គាត់ហើយតោះទៅវិញអូខេយើងចាប់ដើមនៅគ្នាទៅវិញមេឃគឺចាប់ដើមបិទដូចឥឡូវនេះតែម្ដងគឺយើងមើលលេងឃើញអីទាំងអស់ទៀតហើយអញ្ចឹងនេះបើសិនជាតាក់ទងនឹងបីជំនឿគឺវារៀងឈុតដែរអញ្ចឹងណាបងប្អូនគ្នាប៉ុន្តែបើសិនជាមើលកត្តាធម្មជាតិវិញគឺយ៉ាមេឃនៅខែវស្សាគឺវាបើកបិទអញ្ចឹងហើយជាពិសេសនៅពេលថ្ងៃឡើងអីគឺចាប់ដើមមានភ្លៀងធ្លាក់ហើយតែនេះវិញឥឡូវយើងចាប់ដើមធ្វើដំណើរបន្តទៅមុខទៀតអូខ្ញុំហត់បងប្អូនគ្នានិយាយទៅវាគ្រាន់តែជារឿងអបិយជំនឿមួយតែប៉ុណ្ណោះដែលសំបីតែខ្ញុំជាសម័យខ្លួននឹងក៏មិនសូវជាជឿអីប្រហែលដែរតែដោយសារតែវានឹងចៃដន្យពេកទើបខ្ញុំចង់ចែករំលែកទៅកាន់គ្នាយើងស្ដាប់កំសាន្តតែម្ដងទៅតែទោះបីជាយើងជឿឬមួយក៏មិនជឿក៏យើងមិនត្រូវមានការប្រមាថអីដែរជាពិសេសនៅពេលដែលកំពុងដើរទៅតំបន់ភ្នំអីហ្នឹងហើយបើមើលពីដំណើររបស់យើងនៅពេលនោះវិញគឺយើងត្រូវបន្តដើរកាត់តាមព្រៃមួយកន្លែងដែលមានសភាពរាងក្រាស់ក្រនបើដែរដើម្បីឆ្ពោះទៅកាន់វាលផ្កាប់ឆ្នាំងដែលមានទីតាំងនៅក្នុងភ្នំម្ខាងទៀតដែលត្រូវចំណាយពេលខ្ទង់1ម៉ោងអីដែរទៅដល់ហើយដើម្បីធ្វើដំណើរទៅដល់វាលធំនឹងគឺយើងត្រូវដើរចុះតាមជម្រាលភ្នំដែលមានសភាពរាងចាត់ក្រនបើដែរតែបើមើលពីទេសភាពនៅជុំវិញនោះគឺថាស្អាតយកទៅមែនទេបងប្អូនទាំងអស់គ្នាដែលយើងអាចមើលឃើញទេសភាពវាលទាំងមូលពីលើភ្នំឃើញហើយបើមិននាំគ្នាហូរឬមួយក៏ថតរូបលេងទេគឺពិតជាស្ដាយណាស់ហើយដោយសារតែរឿងថតរូបថតវីដេអូទុកនឹងហើយទើបធ្វើឲ្យខ្ញុំនឹងឈ្នះឆ្នោតមុនគេតែម្ដងនៅព្រឹកនោះគេនេះមកពុតដល់គ្នានិយាយទៅសម្រស់គេហៅគេវាលផ្កាប់ឆ្នាំងនេះគឺថាស្អាត360ដឺក្រេតែម្ដងនេះគឺជាកន្លែងដែលយើងចោះមកមិញគឺវាលទាំងអស់តែម្ដងហើយឥឡូវនេះយើងដើរកាត់នេះអាកន្លែងវាលមួយហ្នឹងដូចមើលទៅដូចសេរីនៅក្នុងកពើអញ្ចឹងណាហើយនឹងក្នុងសពៅក្នុងអីអញ្ចឹងទៅវាលស្មៅវែងអញ្ចឹងទៅពិតជាស្អាតខ្លាំងបងប្អូនហើយឥឡូវនេះភ្លៀងរិចចាប់ដើមធ្លាក់មកទៀតហើយយើងកំពុងតែបន្តដំណើរទៅជ្រុះដែលមានចង្ងាយប្រហែលជានៅខ្ទង់ព្រៃនឹងឯងបាទយើងបន្តដំណើររបស់គ្នាយើងក៏បន្តដំណើរដើរកាត់តាមវាលមួយនឹងដែលនៅពេលនោះផងដែរភ្លៀងក៏ចាប់ផ្ដើមធ្លាក់ខ្លាំងទៅតែវាក៏នៅតែមិនអាចបង្អាក់ដំណើររបស់ពួកយើងបានដែរដោយយើងបានចាត់ទុកថាវាជាគ្រឿងផ្សំមួយនៃបេសកកម្មរបស់យើងទៅចុះព្រោះអីបានដើរកាត់វាលក្នុងភ្នំដែលមានទេសភាពល្អឯកបូករួមជាមួយនឹងខ្យល់ត្រជាក់និងដំណក់ភ្លៀងតូចធ្លាក់មកលើខ្លួនបែបនេះមានអីអារម្មណ៍នៅពេលនោះគឺថាស្រស់ស្រាយល្អម្យ៉ាងដែរនិយាយទៅដែលវាអាចជួយឲ្យពួកយើងនឹងអាចដើរបានអត់ដឹងហត់ទេរហូតឆ្លងផុតទៅកាន់ផ្នែកម្ខាងទៀតនៃវាលដែលជាទីតាំងមួយដែលមានទឹកអូរនឹងឯងបាទពូខៀវនេះណា
cặp đánh lên nắng nè nhiều bông bồn đỏ khía cây nhẹ cái cục yêu cái cục yêuแต่บางคนดอกkhíaสัตว์นั่นแหละบางส่วนยังเคยวิ่งในเสียมแต่ผมแต่ปลาปอเก๋ก็ปลาปอยยิงนะอันพอถูกเลงให้ยืนสกับงานtới bà nèโอเคต่อโอเคแล้วยังก่อนแต่โจดอลไปเคลียมนึงคือยังจับประดามดอลlàตักจูยังบาดหาถมว่าchụp việc đấy ban tới vô mến nè riêng tao chỉ làm sao mà nhỉ làm phiêu mà phiêu ngặt cho nên mà bọn kia lời ni dương bàn một đó thà tắc stăng thì cho bong ấy anh ấy khai stăng mến ô việc cặp năng ô việc cặp năngนี่คือการทาโอวิลกับช่างบล็อกนี่คือเชียงแต่โอเดี๋ยวยังไงสาระผมใบไงให้ไอ้เจ้าเนี่ยยังធ្វើការសម្រាប់ពិកសិនមួយទឹកលេងអីមកសบายបើយើងចាប់ដើមទៅមុខទៀតបាទយើងក៏បាននាំគ្នាធ្វើការសម្រាប់នៅទឹកអូមួយនឹងដែលនៅពេលនោះម្នាក់គឺរឿងហេវខ្លាំងក្រាន់បាដែរហើយអញ្ចឹងក៏បានដកបាយដែលបានខ្ចប់មករៀងខ្លួននឹងហូបរីឯខ្ញុំនេះវិញគឺចេញមកខុសគេទៀតហើយបងប្អូនទាំងអស់គ្នាដែលរឿងបាយរឿងទឹកនឹងគឺຕົកមួយឡែកសិនធ្វើម៉េចឲ្យបានចោះទឹកលេងបន្តិចព្រោះអីមើលទៅវាគួរឲ្យចង់លេងខ្លាំងមែនទែនហ្មងតែសភាពផុសវាគឺប្រៀបបានទៅនឹងអាងទឹកអញ្ចឹងហើយមានកន្លែងខ្លះនឹងគឺជាបំណាក់ថ្មដែលមានទឹកធ្លាក់មកតិចដែលយើងអាចទៅដេកលេងបានហើយបើយើងនិយាយពីចំណុចពិសេសរបស់អូមីនេះវិញគឺវាពោពេញទៅដោយផ្ទាំងថ្មក្រាស់នៅពីក្រោមហើយរៀបស្មើយកហ្មងដែលហេតុនេះហើយទៅមុននឹងខ្ញុំនិយាយប្រាប់ថាវាដូចជាអាងទឹកនឹងឯងណែបងប្អូនគ្នានិយាយទៅកត្តាដែលធ្វើឲ្យទឹកអូនឹងអាចថាទឹកធ្លាក់មួយនេះវា unique ជាងទឹកធ្លាក់ដទៃនោះបងប្អូនគ្នាអាចមើលពីខាងក្រោមនេះបានគឺសិតតែថ្មក្រាលឲ្យឡើងស្មើគ្នាតែម្ដងបងប្អូនគ្នាមកតំណាក់អញ្ចឹងថ្មស្មើហើយមកតំណាក់ទៀតថ្មស្មើបែបនេះទៀតមកតំណាក់ទៀតថ្មស្មើសិតតែថ្មតែម្ដងអញ្ចឹងបើប្រៀបធៀបនឹងទឹកក្នុងកាឡេនវិញគឺជាកន្លែងដែលគេយកថ្មទៅធ្វើផ្សារធ្វើអញ្ចឹងគឺជាថ្មដែលគេអត់តប៉ះពាល់ទាំងអស់ហ្មងគឺថ្មស្អាតមែនតើបងប្អូនគ្នាអាចមើលបានបាទអញ្ចឹងបន្ទាប់ពីលេងទឹកម្នាក់ឯងនឹងអស់ចូលមកសន្ទុះខ្ញុំក៏ចាប់ផ្ដើមដកបាយមកហូបក្រោយគេដោយបាយមួយពេលនេះគឺថារសជាតិខុសប្លែកពីពេលដទៃទៀតព្រោះអីបានអង្គុយហូបនៅលើទឹកអូធម្មជាតិលាក់ខ្លួនបែបនេះគឺថាមិនងាយមានឱកាសនឹងទេហើយបន្ទាប់ពីបានបាយអីរួចហើយខ្ញុំក៏សម្រេចចិត្តចុះទៅលេងទឹកម្ដងទៀតព្រោះអីបានឃើញគ្នាយើងនឹងគេនាំគ្នាលេងសប្បាយពេកទៅចិត្តនឹងវាចេះតែទប់មិនជាប់ហ្មងនៅពេលរៀងរសៀលបន្តិចយើងក៏បាននាំគ្នាធ្វើដំណើរបន្តឆ្ពោះទៅកាន់ពើពិដានដែលមានចម្ងាយមិនសូវជាឆ្ងាយប៉ុន្មានទេពីទឹកអូមួយនេះហើយនៅពេលដែលយើងដើរជិតទៅដល់គោលដៅយើងត្រូវឡើងតាមច្រាំងភ្នំមួយដែលមានសភាពរាងចោតខ្លាំងក្រាន់បើដែរហើយពោពេញទៅដោយដើមត្រៀងឬគេហៅថាដើមពិដានដោះប្រងព្រាតពេញនឹងដែលនេះគឺជាមូលហេតុដែលគេហៅទីនោះថាជាពើពិដាននឹងឯងរីឯទេសភាពនៅតាមផ្លូវវិញគឺថាមិនបាច់និយាយមកបងប្អូនទាំងអស់គ្នាដែលយើងអាចមើលឃើញវាលផ្កាប់ឆ្នាំងនៅពីក្រោយយើងបែបនេះគឺថាស្អាតយកតែមែនទែនហ្មងហើយនៅពេលដែលយើងឡើងទៅដល់ពើខាងលើនឹងទើបយើងដឹងថាទេសភាពនឹងគឺស្អាតខ្លាំងជាងមុនរាប់ដងឯណោះដែលយើងអាចមើលឃើញទេសភាពពីលើខ្នងភ្នំដ៏ខ្ពស់មួយនេះបាន180ដឺក្រេតែម្ដងជាពិសេសគឺវាលផ្កាប់ឆ្នាំងដែលយើងបានដើរឆ្លងកាត់កាលពីព្រឹកមិញនឹងឯងហើយបើសួរពីអារម្មណ៍ខ្ញុំពេលនោះវិញគឺដោយកំពុងតែបានអង្គុយមើលកូនអញ្ចឹងដែលពើមួយនេះអាចចាត់ទុកថាជាកៅអីរីឯទេសភាពនៅខាងមុខនឹងវិញគឺជាផ្ទាំងកុនដែលមានគុណភាពច្បាស់កន្លែតហើយត្រជាក់ភ្នែកណាស់គឺថា iMac អត់ដូរទេបាទបន្ទាប់ពីយើងបានចំណាយពេលនៅលើពើងនោះអស់ចូលមកស្ទុះធំយើងក៏នាំគ្នាចាក់ចេញបន្តទៅកាន់ក្នុងព្រះអង្គវិញក្នុងចម្ងាយផ្លូវខ្ទង់តែ2គីឡូអីទៀតទេគឺដល់លៃដែលការធ្វើដំណើររបស់យើងនៅថ្ងៃនេះគឺចិត្តជាងកាពេលមកដោយការនោះគឺយើងបានធ្វើដំណើរតាមផ្លូវមួយទៀតដែលមានចម្ងាយជាង10គីឡូឯណោះព្រោះយើងចង់ឆ្លងកាត់ទីតាំងទេសចរនានាដូចជាខ្នងព្រះបាទច័ន្ទផ្អៀងអីហ្នឹងតែថ្ងៃនេះគឺយើងដើរកាត់តាមផ្លូវដែលមានចម្ងាយត្រឹមតែ4ទៅ5គីឡូអីទេពីក្នុងសបាយមកដែលនៅពេលនោះដើរសុកគឺយើងបានទៅដល់ផ្លូវដែលយើងធ្លាប់ដើរឆ្លងកាត់ជាពិសេសគឺដើរកាត់តាមព្រៃដែលមានជម្រាលជ្រៅក្បែរក្នុងព្រះអង្គនឹងតែម្ដងទើបយើងដឹងថាយើងធ្វើដំណើរជិតដល់គោលដៅមែនទេណៃអូខេអ្នកបងប្អូនទាំងអស់គ្នាឥឡូវនេះយើងបានមកដល់ទីតាំងរបស់យើងវិញហើយជាក្នុងព្រះអង្គហើយអ្វីដែលខ្ញុំសង្កត់បានជាងគេគឺមេឃទាំងមូលរបស់គ្នានេះឃើញមេឃកន្លែងនោះស្រឡះទេបងប្អូនទាំងអស់គ្នាអញ្ចឹងមានន័យថាខាងក្រោយខ្ញុំនេះគឺជាតំបន់ភ្នំជួរភ្នំអញ្ចឹងមេឃគឺអាប់ហ
ហូតតែម្ដងប៉ុន្តែនៅពេលដែលពពកនឹងបាញ់ទៅដល់កន្លែងមួយដែលជាជើងភ្នំដែលលេងជាតំបន់ភ្នំនោះគឺស្រុកភូមិហ្នឹងគឺនៅកណ្ដោឯងគឺជារៀលភ្នំអញ្ចឹងគឺពពកនឹងគឺលេងទៅដល់ហើយអញ្ចឹងមានន័យថាមិនមែនមានន័យថានៅលើភ្នំភ្លៀងគឺភ្លៀងរហូតណាក្រោមក៏ភ្លៀងរហូតដែរបងប្អូនគ្នាគាត់តែនៅក្រោមភ្នំនោះក្តៅហែងប៉ុន្តែនៅលើភ្នំគឺនេះឆឹងភ្លៀងរហូតជិះមានតែមួយថ្ងៃដែលយើងដើរទៅហ្នឹងគឺនៅលើពពករហូតគ្រាន់តែបានមកដល់ក្នុងព្រះអង្គនេះគឺអាចមានពលឺព្រះទឹកបានខ្លះហើយមើលឃើញចឹងបងប្អូនគ្នាអញ្ចឹងយើងបន្តដំណើរផែកាត់ព្រះអង្គទៅបន្តិចយើងទៅដល់ជ្រុំយើងវិញបានយើងធ្វើដំណើរបងប្អូនគ្នាបាទ See you ហើយនៅពេលនោះផងដែរយើងក៏បាននាំគ្នាឈប់សម្រាកដេកលេងនៅតំបន់ព្រះអង្គតូចដែលខ្ញុំធ្លាប់បានបង្ហាញនៅក្នុងវីដេអូមុនរួចហើយដែលទីតាំងមួយនេះមានរូបចម្លាក់ព្រះហើយក៏ជាទីតាំងមួយដែលយើងអាចមើលឃើញទេសភាពសហគមន៍ពីលើកំពូលភ្នំបានផងដែរវាធំអាពេលផ្លូវឡើងផង work out ដៃដើរលឹងបែកកលៀនអីលឹងទុំឲ្យ work out ពេលនេះមាន work out តា work out ពេលចប់ព្រោះខ្លាចយើងនឹងដេកទៅក្នុងកំពើ Yes នៅក្នុងបងប្អូនគ្នាឥឡូវនេះគឺជា view ខ្ញុំនិយាយមិនចឹងបងប្អូនអរគ្នាខាងក្រោយនោះគឺ make up គឺជួបភ្នំកណ្ដោខាងនេះគឺចប់ពីភ្នំនេះសិតតែជំរាលភ្នំជ្រួយអញ្ចឹងណាខាងក្រោយនោះសិតតែប្រជាជនសិតតែភូមិត្រូវជាតិអញ្ចឹងទៅហ្នឹងហើយអញ្ចឹងខាងក្រោយនេះគឺជាវាលទៅបានមេឃវាចាប់ផ្ដើមនេះអញ្ចឹងគឺពពកចាប់ផ្ដើមអាប់ទៅកាន់តែក្រាស់ទៅដល់ពេលដល់ហ្នឹងគឺផាត់ទៅសាយទៅគឺវាលេងក្រុមទៅមេឃផ្សេងទៀតនេះអញ្ចឹងនេះគឺជាបាតុភូតធម្មជាតិមួយដែលសម្រាប់ខ្ញុំវាប្លែកតែខ្ញុំមិនសូវងាយដើរភ្នំបងប្អូនគ្នាហើយមានរឿងច្រើនទៀតដែលខ្ញុំត្រូវសិក្សាហើយនឹងស្វែងយល់ពីភ្នំផាត់ច្រើនជាងនេះអញ្ចឹងនេះគឺជារឿងរ៉ាវមួយអញ្ចឹងនឹងធ្វើការសម្រាប់នៅទីទូសិនហើយយើងនឹងធ្វើដំណើរទៅជំរំភ្នំយើងក៏បាននាំគ្នាបន្តឆ្ពោះទៅកាន់ជំរំវិញដែលស្ថិតនៅទីតាំងដដែលដែលយើងបានបន់នៅថ្ងៃទី2នឹងឯងតែគ្រាន់តែខុសត្រង់ថាយើងត្រូវបត់តង់ឡើងវិញតែប៉ុណ្ណឹងហើយនេះក៏ជារឿងមួយដែលយើងទាំងអស់គ្នានឹងធុញទ្រាន់មែនទែនព្រោះថាមកដំណើរឡើងភ្នំលើកនេះដេក4យប់គឺត្រូវរៀបចំតង់ចុះឡើងនឹង4ដងស្មើគ្នាតែម្ដងដែលម្នាក់នឹងគ្រាន់តែនឹកឃើញដល់រឿងរៀបតង់នឹងគឺព្រឺសវល់យកហ្មងហើយបើមើលពីសកម្មភាពរបស់យើងនៅយប់នោះវិញគឺយើងបាននាំគ្នារៀបចំបាយរៀបចំទឹកអីហូបដូចធម្មតាអញ្ចឹងហើយក៏បន្តអង្គុយជុំគ្នាលេងរហូតដល់យប់ជ្រៅទៅបែកជើងគ្នាចូលតង់រៀងខ្លួននៅព្រឹកថ្ងៃចុងក្រោយយើងបាននាំគ្នាងើបរៀងពីព្រលឹមគ្រាន់បើដើម្បីមានពេលវេលាគ្រប់គ្រាន់ក្នុងការរៀបចំខ្លួនរៀបអីដោយសារតែយើងទៅធ្វើដំណើរផ្លូវឆ្ងាយដើម្បីចុះទៅកាន់សហគមន៍វិញធ្វើម៉េចឲ្យបានមុនថ្ងៃលិចកាន់តែល្អអូខេនេះបងប្អូនទាំងអស់គ្នាឥឡូវនេះប្រហែលជាខ្ទប់ម៉ោង8យើងចាប់ផ្ដើមធ្វើដំណើរចុះទៅកាន់ភូមិវិញហើយដំណើរលើកនេះគឺ16គីឡូពីនេះដល់ហ្នឹងហើយយើងចិត្តវាដឹកប្រហែលដែរទេពួកបងបញ្ញាគាត់ប្រាប់មកតែខ្ញុំភ្លេចតែនឹងតែចំណាយពេលយូរដែរដោយសារផ្លូវឆ្ងាយបងប្អូនតែភ្នំធម្មតាត្រឹម7-8គីឡូទេតែនេះគឺដល់9-10គីឡូយើងត្រូវដើរចុះទៅក្រោមវិញបងប្អូននេះប៉ុន្តែបរិយាកាសព្រឹកនេះទោះបីជាយកបានមើលថ្ងៃរះមែនប៉ុន្តែយូរស្អាតបងប្អូនដូចខ្ញុំបានដាក់បរិយាកាសនៅនឹងល្អហើយទុំឡើងមកថ្ងៃមុនសោះឥឡូវដល់ថ្ងៃទៅវិញបាត់រយៈពេល4-5ថ្ងៃគឺនេះគឺជាថ្ងៃទី5ដែលយើងនៅលើភ្នំចឹងយេតោះយើងចាប់ផ្ដើមត្រឡប់ទៅរក reality ទាំងអស់គ្នាហើយចាំតាមដានមើលថាស្ថានភាពផ្លូវចុះទៅវិញជួបរឿងអីខ្លះខ្ញុំនឹងធ្វើរហូតដល់ខ្ញុំទៅដល់ភូមិតែម្ដង See you អញ្ចឹងមុននឹងទៅដល់ផ្លូវដើរចុះពីលើភ្នំយើងក៏បាននាំគ្នាទៅមើលទីតាំងមួយនៅតាមបណ្ដោយផ្លូវមួយនោះដែលមានរូបចម្លាក់ 3-4 ផ្សេងទៀតដែលមានរចនាបថស្តៀងទៅនឹងរូបចម្លាក់នៅលើទីតាំងព្រះអង្គធំនិងព្រះអង្គតូចផងដែរអត់ចំ180ទេនេះបានតាម190នេះបានសារនេះផ្អៀនតិចនិយាយទៅថ្មនេះគេហៅថ្មប្រាប់ទិសបាទគឺមនុស្សយើងតាំងមកបងប្អូននេះអ្នកឡើងព្រមរត់ខាងមកប្រាប់ទិសខាងនេះគឺខាងជើងសម័យមុនអត់មានផ្អៀនហ្នឹងនេះអត់តានេះថ្មគេយកថ្មឡើងពីមានស៊ីម៉ងហ្នឹងមានស៊ីម៉ងហ្នឹងយើងជំនាន់ក្រោយៗនេះដែរទេខាងនោះមានគំនូអូមានគំនូទៀតទៅប្រហែលអត់បានចោះទេបាទគឺនៅមើលអូនេះក៏នៅមានគំនូរបស់បងប្អូននេះអូនេះគំនូមួយទៀតនេះ
អូនេះកំពុងដូចតែយូឡាយទៅអត់នេះកំពុងព្រះពុទ្ធអត់ទេ ហើយមានទេ មានផ1 2 3 4 អូម៉ៃអាចាក់អត់ តែបងប្អូនមាន4កំពុងផ្សេងៗគ្នា ទៅមុខតែថាយើងញ៉ាំ ទៅបងដើរមក ធ្វើមិនថា ទៅដើរទៅវិញចឹង បន្ទាប់ពីយើងឈប់មើលរូបចម្លាក់ទាំងអស់នោះអស់មកសន្ទុះយើងក៏បានចាប់ផ្ដើមចុះពីលើភ្នំវិញហើយដោយសារតែប្រហែលថ្ងៃហ្នឹងគឺមេឃភ្លៀងជាប់គ្នាពេកទៅធ្វើឲ្យផ្លូវហ្នឹងគឺរៀងរអិលជាងពេលឡើងមកជាពិសេសនៅត្រង់ចំណុចចតខ្លាំងៗទាំងអស់នេះតែម្ដងដែលការធ្វើដំណើរចុះពីលើភ្នំនៅពេលនោះគឺយើងត្រូវចំណាយពេលសរុបនឹងអស់ចូលខ្ទង់7-8ម៉ោងអីដែរទើបទៅដល់កន្លែងចតឡានដែលនៅក្នុងនោះគឺយើងត្រូវចំណាយពេលប្រហែលជាខ្ទង់2ម៉ោងកន្លះអីដែរដើម្បីធ្វើដំណើរទៅដល់អូទឹកថ្លាហើយក៏ឈប់សម្រាកបាយថ្ងៃនៅទីនោះនិងបន្តដើរចុះខ្ទង់1ម៉ោងជាងអីទៀតទើបទៅដល់អូទឹកក្រហមដែលជាទីតាំងដែលយើងបានសម្រាប់បោះតង់នៅយប់ទី1ហើយនឹងជាកន្លែងដែលបងសហគមន៍នឹងក៏ទុកម៉ូតូចោលដែរតែនេះមិនមែនមានន័យថាយើងអាចជិះម៉ូតូចាប់ពីទីនោះបានទេណាគឺម៉ូតូដឹកបានតែអវ៉ាន់ទេរីឯមនុស្សវិញគឺត្រូវបន្តដើរដូចធម្មតាអញ្ចឹងហើយកាន់តែចុះពីលើភ្នំមេឃគឺកាន់តែក្តៅទៅដែលគ្នាខ្ញុំម្នាក់នឹងគឺចាប់ផ្ដើមហត់ហើយនឹងបាក់កម្លាំងតាមនឹងដែររីឯខ្ញុំនេះវិញគឺអស់យកមកបងប្អូនទាំងអស់គ្នាព្រោះអីច្រឡំដាក់កដុងទឹកនឹងជាប់នឹងកាបូបដឹកតាមម៉ូតូទៅបាត់ហើយនិយាយទៅតាំងពីដំណាក់ទឹកក្រហមមកនឹងគឺអត់មានទឹកផឹកសូម្បីមួយតំណក់ហ្មងហើយការដើរនៅពេលនោះគឺមានអារម្មណ៍ថាផ្លូវនឹងគឺឆ្ងាយសែនឆ្ងាយដើរមិនចេះដល់ស្នាក់ការបរិស្ថានសោះតែសំណាងល្អពេលចិត្តដើរទៅដល់បានបងសហគមន៍នឹងគាត់ជិះម៉ូតូបកមកយកវិញទើបយើងអាចធ្វើដំណើរទៅដល់ស្នាក់ការនឹងដោយជោគជ័យតែម្ដងតែដល់ចំណុចនេះគឺអត់តន់ចប់ទេណាបងប្អូនទាំងអស់គ្នាដែលយើងត្រូវបន្តជិះម៉ូតូនឹងចូលខ្ទង់1ម៉ោងអីទៀតទើបទៅដល់កន្លែងយើងចតឡានដែលដូចខ្ញុំធ្លាប់និយាយអញ្ចឹងថាម៉ូតូនេះពិបាកជិះណាស់ហើយគូនឹងឡើងស្ពឹកអស់ហើយដែលនៅពេលនោះរកតែបថោទេនិយាយទៅដែលខំទប់តែម៉ូតូនឹងរហូតមកដល់គោលដៅចុងក្រោយនៅក្នុងម៉ោង4កន្លះល្ងាចអីគឺថាកូនខ្មែរម្នាក់នេះអាចធ្វើបានហើយបងប្អូនទាំងអស់គ្នាអូយបងអើយខ្ញុំចប់ជើងហើយឥឡូវយើងបានមកដល់ភូមិវិញហើយភូមិរវៀងចំស្រាលជាតែម្ដងហើយបេសកកម្មយើងក៏ចប់ប៉ុណ្ណឹងដែរតែចំភ្លឹកទួយយើងដើមទៅវិញអញ្ចឹងដំណើរបេសកកម្ម4យប់5ថ្ងៃរបស់យើងនៅលើតំបន់ជួរភ្នំកវាញក៏ត្រូវបានបញ្ចប់ផងដែរដែលនេះគឺជាដំណើរដ៏វែងឆ្ងាយមួយដែលអាចឲ្យខ្ញុំមានឱកាសក្នុងការចំណាយពេលវេលាយូរជាមួយនឹងធម្មជាតិក៏ដូចជាផ្សងព្រេងទៅដល់ទីតាំងលាក់ខ្លួនដ៏អស្ចារ្យជាច្រើនកន្លែងនៅក្នុងប្រទេសយើងផងដែរហើយបើសិនជាបងប្អូនអត់ទាន់បានចូលមើលភាគមុនទេបងប្អូនអាចទៅមើលបាននៅក្នុង playlist របស់ខ្ញុំហើយសូមកុំភ្លេចជួយចុច follow និង subscribe channel របស់ខ្ញុំម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗអរគុណដល់ការទស្សនាជួបគ្នានៅវីដេអូក្រោយបាយបាយ